អូសុំទោសលោកគ្រូខ្ញុំមិនបានតាំងចិត្តទេតើលោកគ្រូមានរលាកដែរទេមិនអីទេទុកឲ្យខ្ញុំធ្វើខ្លួនឯងខ្ញុំធ្វើខ្លួនឯងបានក ុំហុសខ្ញុំទេកុំហុសខ្ញុំទាំងអស់អូទុកឲ្យខ្ញុំធ្វើខ្លួនឯងចុះសាស្ត្រាចារ្យយេងសុំទោសផងខ្ញុំទើបតែមកដល់ក៏បង្កប់បញ្ហាឲ្យលោកគ្រូទៅហើយថែមទាំងធ្វើការមិនសូវរហ័សរហួនទៀតហាមិនអីទេអូនៅក្នុងមន្ទីរពិសោធន៍គួរតែស្លៀកឈុតនេះវិញល្អជាងចាសលោកសាស្ត្រាចារ្យយេងនាងមិនក៏មានរឿងអីមែនទេតើមិនឲ្យដាក់លើអាវទេអូមិនមែនទេខ្ញុំចង់សួរថាមិនក៏នាងដោះអាវខាងក្នុងចេញគ្រាន់តែពាក់អាវនេះពីខាងក្រៅទៅបានហើយអូខ្ញុំស្មានតែលោកសាស្ត្រាចារ្យឲ្យកុំបារម្ភអីខ្ញុំនឹងទៅបដូរមកវិញឥឡូវនេះទុកបែបនេះចុះអូនាងទៅពិនិត្យមើលការវិភាគសម្រាប់ថ្ងៃស្អែកទៅខ្ញុំនឹងទៅរៀបចំឧបករណ៍ពិសោធន៍បន្តិចចាសពិតមែនហើយលោកសាស្ត្រាចារ្យយេងស្អែកនេះលោកគ្រូត្រូវទៅប្រជុំបន្ទាន់មែនទេយើងត្រូវចេញដំណើរយប់នេះបើមិនដូច្នោះទេនឹងមិនទាន់ពេលទេអីចឹងខ្ញុំនឹងកក់សន្តាគារឥឡូវនេះលោកសាស្ត្រាចារ្យយេងខ្ញុំយកបាយមកជូនហើយអូអង្គុយចុះមកThank you មែនទេខ្ញុំធ្លាប់បានមើលប្រវត្តិរូបរបស់នាងបន្តិចដែរលោកសាស្ត្រាចារ្យយេងខ្ញុំដឹងថាការធ្វើជាជំនួយការរបស់លោកគ្រូគឺត្រូវមានលក្ខខណ្ឌខ្ពស់ណាស់ខ្ញុំរៀនបន្តិចគ្មានបទពិសោធន៍ការងារថែមទាំងធ្វើការឆ្កងទៀតប៉ុន្តែបើខ្ញុំធ្វើអ្វីខុសលោកគ្រូអាចវាយស្ដីបន្ទោសខ្ញុំបានកុំដេញខ្ញុំចេញអីបានទេមិនមែនទេកុំយកច្រឡំអីខ្ញុំមិនបានដេញនាងចេញទេខ្ញុំគ្រាន់តែចង់ដឹងពីស្ថានភាពរបស់នាងខ្លះប៉ុណ្ណោះចាសចង់ដឹងពីស្ថានភាពរបស់ខ្ញុំហានាងគឺជាអ្នកទើបតែបញ្ចប់ការសិក្សានៅក្មេងហើយស្អាតទៀតហើយអ្វីបានជាចង់មកធ្វើជាជំនួយការឲ្យមនុស្សចាស់ដូចជាខ្ញុំដើម្បីធ្វើការស្រាវជ្រាវបែបនេះលោកសាស្ត្រាចារ្យយេងលោកគ្រូមិនទាន់ចាស់ឯណាម្យ៉ាងទៀតការស្រាវជ្រាវគឺជាក្តីស្រមៃរបស់ខ្ញុំគ្រាន់តែការសិក្សារបស់ខ្ញុំនៅទាបពេកហាកម្រិតវប្បធម៌មិនមែនជាបញ្ហាទេឲ្យតែនាងព្រម